ចរំលែកបទពិសោធន៍ផ្ទាល់ខ្លួនតាមរយៈការសម្ដែងភាពយន្តលាតត្រដាងពីជីវិតរងារបស់ឪពុកម្ដាយចាស់ៗនិងបានដឹងពីទុក្ខធុរៈដែលមនុស្សចាស់ខ្លះត្រូវរស់នៅកំព្រាជាមួយនឹងហានិភ័យនិងគ្រោះថ្នាក់នៃជំងឺផ្សេងៗតួអង្គសាន់ចង់ឲ្យកូនគិតលើចំណុចដូររសើបនេះកុំឲ្យអ្វីហួសពេលទើបប្រើពាក្យសោកស្ដាយតាមក្រោយមេងឬសាន់ហៅតាមឈ្មោះតួអង្គក្នុងភាពយន្តបានលើកឡើងថាបញ្ហាខ្លះតូចតាចតែវាបង្កជាការសោកស្ដាយអស់មួយជីវិតបើមានលុយច្រើនតែបាត់បង់សុខភាពទៅវិញនោះក្នុងឱកាសបានចូលរួមស្ដាប់ពីអត្ថប្រយោជន៍នៃកម្មវិធី App ថ្មី Meet Doctor ដែលជាគំនិតផ្ដួចផ្ដើមនិងបង្កើតឡើងដោយវិជ្ជបណ្ឌិតនិតប៊ុនតុងយីឬដុកទ័រតុងជួយសម្រួលនិងដោះស្រាយបញ្ហាកូនដែលខ្វាយខ្វល់ពីសុខភាពឪពុកម្ដាយតារាសម្ដែងរូបនេះទទួលស្គាល់ថាយើងម្នាក់គួរតែមាន App បែបនេះក្នុងទូរស័ព្ទដៃព្រោះគ្រប់យ៉ាងមើលមិនឃើញនោះឡើយភាគច្រើនកូនពេលដែលខ្លួនឯងស្ដីឲ្យគាត់តែងតែមានអារម្មណ៍ថាម៉ាក់កាចមកទេឬមួយក៏គាត់ជេរស្ដីឲ្យរហូតហើយក្នុងអារម្មណ៍ប៉ាម៉ាក់អត់មានទេគាត់ចង់ឲ្យកូនល្អទេតែជួនកាលគាត់ក៏អត់ទម្លាប់និយាយពាក្យផ្អែមដោយសារប៉ាម៉ាក់គាត់ក៏និយាយមកចឹងដែរគាត់ច្រើនជំនាន់ហើយយើងតាំងពីយូរមកហើយពីដែលពីធ្ងន់ពីជេរហើយការវាយជេរស្ដីវាយហ្នឹងអាហ្នឹងសម្រាប់គាត់ធម្មតាទៅមកដល់រៀងជំនាន់នេះទេដែលគេថាគេអត់សូវចូលចិត្តរឿងហ្នឹងអីចឹងណាតែសម្រាប់ពួកគាត់គឺបំណងគាត់គឺចង់ឲ្យកូនគាត់ល្អប៉ុណ្ណឹងគាត់ជួនកាលគាត់អាចខុសឆ្គងកន្លែងហ្នឹងដែរហើយគាត់អត់ដឹងខ្លួនហើយឬមួយក៏គាត់ដឹងខ្លួនក៏តែគាត់អត់ចង់និយាយអញ្ចឹងទៅខ្ញុំបានយល់ពីអារម្មណ៍ហ្នឹងច្រើនជាអារម្មណ៍ឆ្ពងផ្លាកព្រោះខ្ញុំមិនដែរមានកូនដែរអញ្ចឹងពេលជាលេងតួអញ្ចឹងទៅខ្ញុំបានយល់អារម្មណ៍គាត់បាទយើងមានអីក៏ដោយយើងពីក្មេងយើងខំរលួយប៉ុណ្ណាក៏ដោយយើងខំទៅធ្វើអីច្រើនតែចុងក្រោយបំផុតពេលដែលសុខភាពយើងអត់នៅអាហ្នឹងហើយដែលខ្លាចជាបញ្ហាទី1របស់យើងណាចឹងឧទាហរណ៍ថាបើយើងរលុយអត់បានឧទាហរណ៍ថាគេបោកចិត្តយើងឧទាហរណ៍ថាយើងបរាជ័យកន្លែងនេះបរាជ័យកន្លែងនោះអាហ្នឹងបញ្ហាសំខាន់តែសាកកាំងបេះដូងបញ្ហាហ្នឹងខ្លាចជាបញ្ហាទី1ហើយទៅអញ្ចឹងសម្រាប់កូនសម្រាប់ប៉ាម៉ាក់ក៏ដោយមនុស្សក្មេងមនុស្សចាស់ក៏ដោយសុខភាពគឺចម្បងគេបង្អស់អញ្ចឹងខ្ញុំគិតថាជាពិសេសសម្រាប់កូនពេលដែលប៉ាម៉ាក់គាត់ចាស់ទៅគាត់នៅម្នាក់ឯងឬមួយក៏យើងជាពិសេសយើងដែលយើងត្រូវចេញទៅរលុយនេះតែយើងអត់សូវមានពេលមើលថែគាត់ Meet Doctor App គឺជា App មួយដែលអាចជួយសម្រួលបន្ទុកនឹងបានកូនដែលអត់សូវបាននៅផ្ទះដោយសារគាត់រស់ស៊ីសម្រាប់មនុស្សដែលជួនកាលគាត់ត្រូវទៅរស់ស៊ីក្រៅប្រទេសរស់ស៊ីនៅខេត្តអត់បាននៅផ្ទះជាមួយប៉ាម៉ាក់ច្រើនវានឹងសម្រួលបន្ទុកដែលថាភ័យបារម្ភការព្រួយបារម្ភរបស់យើងថាចំណាគេជូនម៉ាក់អញទៅពេទ្យណាគេជូនប៉ាអញទៅពេទ្យតើគួរទៅពេទ្យណាឬមួយក៏ពេទ្យនេះទុកចិត្តបានអត់ហើយអត់សូវស្គាល់ពេទ្យអីចឹងapp ហ្នឹងអាចដោះស្រាយបញ្ហាទាំងអស់ហ្នឹងបានអញ្ចឹងបើយើងអត់ដឹងថាត្រូវទៅណាយើងអាចចូលក្នុង app យើងអាចមើលថា doctor ហ្នឹងគាត់ជំនាញខាងអីគាត់មានសញ្ញាបត្រមកពីណាគាត់ធ្វើបានប៉ុន្មានឆ្នាំហើយមានធ្លាប់ជាមួយនឹងអ្នកជំងឺប៉ុន្មានអ្នកអីហើយ rating របស់គាត់ប៉ុន្មានគឺក្នុង app ហ្នឹងមានទាំងអស់អញ្ចឹងសម្រាប់ខ្ញុំផ្ទាល់វាបន្ទុកច្រើនបាទសម្រួលបន្ទុកច្រើនខ្ញុំគិតថាហ្នឹងទាំងអ្នកផ្ទះទាំងខ្លួនឯងអាចប្រើបានទាំងអស់ជួនកាលអញ្ចឹងបញ្ហាខ្លះឧទាហរណ៍យើងអត់មានពេលជូនគាត់ទៅពេទ្យហើយនៅពេទ្យហ្នឹងកន្លះថ្ងៃឬមួយក៏មួយថ្ងៃនៅចាំនៅហ្នឹងពេលដែលហៅពេទ្យមកអញ្ចឹងស្រួលម្យ៉ាងដែរជាពិសេសពេលរវល់ហើយមិនហៅពេទ្យមក office ហ្មងធ្វើការបដៅបណ្ឌិតទៅបើសម្រាប់ខ្ញុំខ្ញុំធ្វើការច្រើនហើយខ្ញុំទៅរហូតជួយសាមអញ្ចឹងមិនថាចុះបើខ្ញុំណាត់ពេទ្យនៅម៉ោងនេះដែលខ្ញុំតនេឬមួយក៏ហៅពេទ្យមកជួបខ្ញុំហ្មងអាហ្នឹងមិនយ៉ាងដែរ save time យើងច្រើនបាទសម្រាប់កូនបារម្ភមុខក្រោយព្រោះមានពុកម៉ែចាស់នៅផ្ទះគ្មានអ្នកមើលថែបានដិតដល់ចុះបើមានកម្មវិធី Meet Doctor មួយដែលនាំគ្រូពេទ្យទៅជួយពិនិត្យប្រឹក្សាជំងឺមើលថែទាំជំងឺដល់ពុកម៉ែយើងដល់ផ្ទះហេតុអ្វីយើងជាកូននាំគ្នាមើលរំលងទៅកើត